Đâyបងប្អូនយប់មកនៅក្នុងរវល់បាញ់កំប្រះចឹងទៅយូរឥឡូវនេះបានមកកែលំហាត់នាសាយបងអូនហើយនេះចម្លើយមើលណាឃើញទេចម្លើយទី1ឃើញបានចម្លើយទី1យើងឃើញគ្រឹះការ៉េនៃ10000ស្មើ100ចម្លើយទី2នេះ95ចម្លើយទី3ចម្លើយទី3សិនតោះមានចម្លើយទី2ហើយលេខ2រម៉ាំងនេះគឺពេញចន្លោះអ្នកយើងពេញអញ្ចឹងណាមើលច្បាស់មើលខ្លួនឯងហើយព្រិចមើលទៅហើយគូកងឃើញអញ្ចឹងគូកងទី3សងោ4គោ5ខោប៉ុន្តែរៀនធ្វើខ្លួនឯងបច្ចេកព្រោះចេញមិនដូចគ្នាទេគ្រាន់តែគ្រូឧទាហរណ៍ឲ្យណាដាក់ជាអក្សរអញ្ចឹងមកណាមិនដាក់លេខទេណាដល់ពេលលំហាត់នេះជាប្រភេទលំហាត់កណនីគេឲ្យយើងកណនី PCCD និង PPCM នៃចំនួនខាងក្រោមខ PCCD នៃ220 108 36 PPCM នៃ76 108 360ចឹងលំហាត់ហ្នឹងបាន20បន្ទុកនេះមកចម្លើយនេះគ្រូធ្វើឲ្យនៅខាងនេះគឺយើងរកអញ្ចឹងណា screenshot វាຕົកឲ្យមើលទៅអ្នកគ្រូមិនបានបញ្យល់ច្រើនណាព្រោះយើងរៀនហើយចឹងទី1បែកកតាបឋមវាទាំងអស់ហ្នឹងសិនបែកហើយនេះយកសេជាផលគុណកតាបឋមហើយទាញរកកតាដែលរួមមានទស្សនតិចជាងគេគុណជាមួយនឹងកតារួមដូចគ្នាអញ្ចឹងកតារួមមានតែមួយគឺ2ការ៉េអញ្ចឹងស្មើ2ការ៉េគឺឃើញ4ណាចំណែកខ PPCM អញ្ចឹងយើងបែកកតាបឋមនីមួយៗ76 108 360បំបែកចឹងហើយយើងយកវាមកសរសេរជាផលគុណកតាបឋមដើម្បីរកកតារួមអញ្ចឹងដើម្បីរក PPCM គឺយើងរកយកកតារួមមានទស្សនធំគុណជាមួយនឹងកតាមិនរួមហើយក៏និទស្សនធំដែរកតាមិនរួមមានប៉ុន្មានគុណទាំងអស់ណាអញ្ចឹង PPCM នៃ76 108 360ស្មើនឹងនេះកតារួមធំជាងគេគឺ2សេគុណ3ចំណែកខាងនេះអត់មានកតារួមប៉ុន្តែកតាមិនរួមនោះនិទស្សនធំជាងគេអារឿង3ហ្នឹងគឺ3ការ៉េហើយខាងនេះ5ស្មើគ្នាអញ្ចឹងគឺយក5ខាងនេះ19ណាគុណចូលគ្នាទាំងអស់ទៅគ្រូឃើញ6840អញ្ចឹងគ្រូឃើញប៉ុណ្ណឹងបាន18បន្ទុក20បន្ទុកចំណែកលំហាត់ចំណោទនេះបាន18បន្ទុកអញ្ចឹងគេឲ្យយើងរកប្រវែងជ្រុងក្រូរាងការ៉េដែលធំបំផុតចែកពាក្យកលឹះនៅគ្រូ5បន្តិចអញ្ចឹងមកគេយើងសួរគេសួរយើងធំបំផុតនេះឃើញពាក្យធំបំផុតស្អីគេធំបំផុត PPCD PPCM ឬក៏ PCCD ធំបំផុតគឺសំដៅទៅលើតួចែករួមធំបំផុតអញ្ចឹងបើតួចែករួមធំបំផុតមានតែកន្លែងហ្នឹងគឺឲ្យរក PCCD បើគេរកពហុគុណរួមតូចបំផុតនេះបើកន្លែងនេះគេសួររកជ្រុងតូចបំផុតមានន័យថារកពហុគុណរួមតូចបំផុត PPCM តោះណាចឹងចឹងកន្លែងហ្នឹងពាក្យកលឹះកន្លែងហ្នឹងមើលឲ្យតណាបើគេសួររកធំមានថារក PCCD បើគេសួររកតូចបំផុតរក PPCM ណាតោះឥឡូវយើងមើលដើម្បីរក PPCM នៃបដោយនៅទទឹងរបស់ចតុកោណកាយយើងបដោយវា96ទទឹង36អញ្ចឹងយើងចែកកតាបឋមចែកបានហើយយើងសរសេរជាផលគុណកតាបឋមអញ្ចឹងមកហើយយើងទាញមករក PCCD នេះអាធំបំផុតមានថារកតួចែកអញ្ចឹងរកតួចែករក PCCD ណា3696យកកតារួមដែលមានទស្សនតិចជាងគេនេះកតារួម2សេគុណ2 2សេគុណ5អាតិចជាងគេគឺ2ការ៉េហ្នឹងចំណែក3ការ៉េនិង3អាតិចជាងគេគឺ3ទេអត់ការ៉េណាអញ្ចឹង2ការ៉េ4 3 4 3ដល់12អញ្ចឹងចម្លើយឃើញ12ហើយយើងឆ្លើយតែមិនមែនរកពេល CCD ប៉ុណ្ណឹងហើយចប់យើងឆ្លើយជ្រុងប្រគេនេះគេសួររកប្រវែងជ្រុងណាចឹងឆ្លើយដូចនេះជ្រុងការ៉េធំបំផុតគឺ12ម៉ែត្រគេឲ្យមកជាម៉ែត្រចឹងយើងកណនីចេញម៉ែត្រលើធនមីតសម្រាប់បំភ្លឺចឹងយើងត្រូវគូររូបឲ្យគេណាគ្រូឲ្យគេប្រាប់មិនក្នុងប្រធានយើងមើលខ្លួនឯងទៅគេឲ្យកត់ MN ប្រវែង38សង់ទីម៉ែត្រអញ្ចឹងយើងគូមក MN នេះ MN 38សង់ទីម៉ែត្រហើយ E ជាចំណុចកណ្ដាលនៃអង្កត់ MN ហ្នឹងអញ្ចឹងនេះ E ចំណុចកណ្ដាលបាននេះ38ចែកជា2បាន19ណា
មួយទៀតគេប្រាប់ថា e a ជាចំណុចកណ្ដាលនៃកត់ e ហើយ b ជាចំណុចកណ្ដាលនៃកត់ e en អញ្ចឹងយក me ដែលយើងចែកមិញនេះ18ចែក38ចែកជា2ឃើញ19នេះចែកជា2ទៀតមកឃើញ e ហើយបើ e ចំណុច a ចំណុចកណ្ដាល em អញ្ចឹងមានថា ea ហើយនឹង m នេះវាស្មើគ្នាហ៎អញ្ចឹងយើងមកកណនីប្រវែង mb នេះពី m រហូតមកដល់ b នេះដើម្បីរកប្រវែងពី m មកដល់ b គឺយើងត្រូវយក m e បូកជាមួយនឹង e b នេះតើមើលគ្រូដើម្បីរក mb យក m e បូក e b អញ្ចឹងដោយនេះ me បូក e b ដោយ me យើងអាចរកឃើញព្រោះ e ចំណុចកណ្ដាល mn អញ្ចឹងរក me យក mn នេះចែកជា2គឺយក mn ចែកជា2 38ចែកជា2បាន19រកឃើញ me ឲ្យបងអូនមករក e b ដើម្បីរក e b ហើយនឹង bn នេះវាស្មើគ្នាណាហើយ e b ជាមួយនឹង e a នេះក៏ស្មើគ្នាព្រោះ e ចំណុចកណ្ដាលរបស់ mn ហើយ a ចំណុចកណ្ដាល me ហើយ b ចំណុចកណ្ដាល en អញ្ចឹងនិយាយទៅមកប្រឡោះនេះវាស្មើគ្នាទាំងអស់យល់អញ្ចឹងរក e b ងាយទេ e b ហើយនឹង e a នេះដូចតែគ្នាទេស្មើគ្នាអញ្ចឹង e b ស្មើ en នេះប្រវែង en ចែកជា2ព្រោះ b នេះវាចំណុចកណ្ដាល en ហើយមួយទៀតដោយ en ជាមួយនឹង em វាស្មើគ្នាជាថាអត់យក en ចែកជា2ថាយក me ចែកជា2វិញអញ្ចឹង me យើងរកឃើញខាងលើ19អញ្ចឹង19ចែកជា2ឃើញ 9.5 អញ្ចឹងដល់មកយើងរក mb ឃើញនេះ mb ស្មើ me បូកនឹង e b me យើងរកឃើញ19 e b យើងរកឃើញ9កន្លះអញ្ចឹងរក mb ឃើញ19បូកនឹង9កន្លះឃើញ28កន្លះអញ្ចឹងឃើញ28កន្លះសង់ទីម៉ែត្រអញ្ចឹងប៉ុណ្ណឹងលំហាត់យើង EEC វាចេះ easy ណាហើយគូរូបត្រូវអ្នកគ្រូឲ្យ5កណនីត្រូវអ្នកគ្រូឲ្យ20អញ្ចឹង25ធនមានណាអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូបើឆ្ងល់អាច comment សួរបន្ថែមតែលំហាត់ប្រឡងស្អែកមិនចេញលេខទាំងស្រុងអញ្ចឹងណាអញ្ចឹងរៀនធ្វើឲ្យថ្នឹកដៃទៅដល់ពេលអ្នកគ្រូដាក់លេខប៉ុន្មានស្រាប់តែអ្នកគ្រូយើងនៅតែធ្វើត្រូវអូខេ